មួយចំនួនឈួតនៅពេលដែលមានរបស់ទាំង3យ៉ាងនេះមិនមែនមនុស្សប្រុសទាំងអស់ទេណាមនុស្សប្រុសមួយចំនួនជាពិសេសមនុស្សប្រុសដែលចោលម្សៀតទី1គឺនៅពេលដែលគាត់មានលុយច្រើននៅពេលដែលមានលុយច្រើនចាប់ផ្ដើមក្អេងក្អាងកទីកតើកទីកតតអាងយ៉ាងឆ្លក់វង្វេងហើយក៏ផ្លើតផ្លើនផ្លេចផ្លាំងភ័ន្តភាំងស្មារតីហើយអាចឈានទៅរកសេចក្តីអន្តរាយវិញទី2នៅពេលដែលមានឋានៈតំណែងតួនាទីខ្ពស់ឋានៈតំណែងតួនាទីខ្ពស់ហ្នឹងគេយល់ថាគេនឹងអស្ចារ្យសម្បើមណាស់ដូច្នេះហើយគេក៏ចាប់ដើមមានអំនួតក្នុងខ្លួនដល់តែពេលមានអំនួតក្នុងខ្លួននោះកិលេសតណ្ហាឬក៏ភាពជាអញឬក៏លោកធម៌ក៏ចាប់ដើមឡើងខ្ទិះដែលយើងហៅថាឡើងក្បាលខ្ទិះគឺគេគិតថាគេអស្ចារ្យដល់គិតថាគេអស្ចារ្យអញ្ចឹងគេក៏ចាប់ដើមដំឡើងខ្លួនយ៉ាងខ្ពស់ត្រដែតអ្នកណាមាត់ធំដាក់មិនបានទេអ្នកណាមិនគោរពមិនបានទេហើយចាប់ដើមដំឡើងរឹកកាន់តែចង់ធំខ្លាំងឡើងហើយចិត្តក៏ចាប់ដើមហ៊ានធ្វើអ្វីទៅតាមអំពើចិត្តរបស់ខ្លួនលែងកោតខ្លាចឬក៏កោតក្រែងអ្នកណាទៀតហើយបែបហ្នឹងទៅគេអត់បានព្រឹត្តព្រៀងចរិតរបស់គេទេដល់អត់បានព្រឹត្តព្រៀងចរិតរបស់គេវាបង្កើតឲ្យមានការជ្រិញជ្រក់ស្អប់ខ្ពើមចិនណាយអញ្ចឹងឱកាសហ្នឹងអាចនឹងធ្លាក់មកវិញឋានៈតំណែងទុនទីអាចនឹងត្រមៀលធ្លាក់មកដល់បាតដាលឬក៏ធ្លាក់ក្រោមសូន្យទៀតក៏មានដែរទី3គឺការចាប់ផ្ដើមមានឥទ្ធិពលចាប់ផ្ដើមមានឥទ្ធិពលដោយមានការស្រឡាញ់រាប់អានច្រើនដោយមានការស្រឡាញ់ចូលចិត្តច្រើនអញ្ចឹងចរិតអំនួតចរិតតួឯកក៏ចាប់ផ្ដើមកើតឡើងភាពក្រអឺតក្រទមភាពខែងរែងភាពឆ្មើងឆ្មៃក៏ចាប់ផ្ដើមកើតឡើងដល់ទីបំផុតទៅគ្រឿងទាំងអស់នោះវាបន្សាបបន្សាយឥទ្ធិពលឲ្យរលត់រលាយវិញប៉ុន្តែសម្រាប់មនុស្សប្រុសដែលមានការយល់ដឹងដែលមិនប្រមាថដែលមិនប្រហើនគេចាប់ផ្ដើមមានលុយគេចាប់ផ្ដើមមានតំណែងគេចាប់ផ្ដើមមានឥទ្ធិពលគេកាន់តែមានការប្រុងប្រយ័ត្នគេកាន់តែចេះបន្ទាបខ្លួនគេកាន់តែចេះបន្ទន់អិរិយាបថគេកាន់តែប្រុងប្រយ័ត្នគេកាន់តែអភិវឌ្ឍខ្លួនគេកាន់តែប្រតិបត្តិគេកាន់តែប្រព្រឹត្តបានយ៉ាងត្រឹមត្រូវនិងកាន់តែល្អប្រពៃ